3ឲ្យមានទឹកដោះច្រើនតាមបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ខ្ញុំមាន3ចំណុចធំទី1គឺការញ៉ាំម៉ាក់ត្រូវមានស៊ុបដែលសម្បូរទៅដោយជីវជាតិឧទាហរណ៍ជាក់ស្ដែងដូចជាសម្លកកូរសម្លប្រហើរឬក៏សម្លចាប់ឆាមួយទៀតម៉ាក់គួរញ៉ាំទឹកពី2ទៅ3លីត្រហើយយ៉ាងតិចបំផុតគឺ2លីត្រក្នុងមួយថ្ងៃបន្ទាប់ពីការបូមរួចនាងខ្ញុំតែងតែញ៉ាំអាហារសម្រន់និយាយទៅធ្វើម៉េចកុំឲ្យយើងទុនដៃទុនជើងហើយយើងញ៉ាំបំពេញរហូតតែម្ដងហើយភាគច្រើនអាហារសម្រន់របស់នាងខ្ញុំគឺជាផ្លែឈើឬក៏គ្រាប់ធញ្ញជាតិនាងខ្ញុំជៀសពីការញ៉ាំនំកញ្ចប់ធំទី2គឺការបូមទឹកដោះឲ្យបានទៀងទាត់ការបូមម៉ាក់អាចបូម2ម៉ោងម្ដងឬក៏3ម៉ោងម្ដងនិយាយទៅគឺយើងត្រូវតែទៀងម៉ោងហើយយើងអត់អាចម្ដងបូម2ម៉ោងម្ដងបូម3ម៉ោងហើយបើយើងបូមអត់ទៀងវាធ្វើឲ្យទឹកដោះយើងហ្នឹងថយចុះមួយទៀតសម្រាប់ការបូមគឺបូមពី15ទៅ20នាទីហើយពេលដែលបូមហ្នឹងគឺយើងជួយម៉ាស្សាដើមទ្រូងយើងកន្លែងកកហ្នឹងឲ្យវាចេញឲ្យអស់សម្រាប់ទឹកដោះមានន័យថាបើសិនជាយើងកាន់តែបូមឬក៏កាន់តែឲ្យកូនមុំគឺវាកាន់តែមានច្រើនទី3ដែលសំខាន់បំផុតនោះគឺសុខភាពរបស់យើងគឺយើងត្រូវគេងឲ្យបានគ្រប់គ្រាន់ហើយកុំ stress បើសិនជាម៉ាក់ញ៉ាំបានល្អប៉ុន្តែម៉ាក់គេងអត់គ្រប់គ្រាន់ហើយ stress ក៏អត់មានទឹកដោះដែរហើយបើសិនជាម៉ាក់ចង់ឲ្យទឹកដោះកាន់តែច្រើនឡើងម៉ាក់អាចញ៉ាំស៊ុបសារាយសមុទ្រកូរ៉េឬក៏នៅខ្មែរយើងញ៉ាំស៊ុបត្រយូងចេកអីចឹងទៅអានឹងសិតតែជារបស់ដែលជួយឲ្យមានទឹកដោះច្រើន